ស្ត្រីរូបនោះចង់ធ្វើឲ្យប្តីរបស់នាងភ្ញាក់ផ្អើលជើងហោះហើរ24ម៉ោងកាន់ផ្កាដើម្បីស្វាគមន៍គាត់ត្រឡប់មកផ្ទះវិញគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងបុរសដែលធ្លាប់ប្រងើយកន្តើយចំពោះគាត់ឥឡូវញឹមយ៉ាងទូលាយនេះជាផ្នែកមួយរបស់គាត់ដែលគាត់មិនធ្លាប់ឃើញពីមុនមកនៅចំពោះមុខខ្ញុំអ្នកតែងតែខ្វះថាមពលអស់កម្លាំងបើខ្ញុំមិនបានឃើញវាដោយភ្នែកផ្ទាល់នៅថ្ងៃនេះទេខ្ញុំមិននឹកស្មានថាអ្នកនឹងសើចយ៉ាងសប្បាយយ៉ាងនេះទេវាហាក់ដូចជាខ្ញុំពិតជាមិនចាំបាច់នៅក្នុងពិភពលោករបស់អ្នកទោះបីជាថ្មីនេះគាត់បានជាសះស្បើយពីជំងឺធ្ងន់ធ្ងរក៏ដោយក៏លោករួនលីសេងមិនបានអើពើនឹងភាពមិនស្រួលខាងរាងកាយរបស់គាត់ឡើយគាត់បានទៅក្រៅប្រទេសដោយសម្ងាត់ដើម្បីជួបនេងសេឈៀនពេលគាត់ចុះពីលើយន្តហោះភ្លាមគាត់ក៏ប្រញាប់ទូរស័ព្ទទៅនេងសេឈៀនហើយសួរថាហេតុអ្វីបានជាអ្នកក្រោកពីព្រលឹមម្លេះស្មានសម្រស់តើអ្នករវល់ថ្ងៃនេះទេប៉ុន្តែពួកគេមិនអាចនិយាយគ្នាបានសូម្បីតែពីរបីម៉ាត់មុនពេលសញ្ញារលត់ទៅខ្សែទូរស័ព្ទស្រាប់តែដាច់អ្នកទាំងពីរបានបាត់បង់ទំនាក់ទំនងជាបណ្ដោះអាសន្នពេលនោះគ្រូប្រទេសបានមកជម្រាបលោកនាងជីឈៀនថាគាត់បានប្រឡងជាប់មនុស្សគ្រប់គ្នារំភើបចិត្តយ៉ាងខ្លាំងរហូតដល់សម្រេចចិត្តចេញទៅអបអរសាទរពេលដែលលីវសេងមកដល់ទិដ្ឋភាពដ៏រីករាយនេះបានតាក់ភ្នែកគាត់បានប្រើផ្កានៅក្នុងដៃយ៉ាងរហ័សដើម្បីគ្រប់ខ្លួនគាត់វាបង្ហាញថាប្តីខ្ញុំមិនបានកាត់មកមានចិត្តត្រជាក់ទេគាត់គ្រាន់តែផ្ដល់ស្នាមញឹមទាំងអស់របស់គាត់ដល់នៅកតតៃនៅពេលនេះរួនលីវជើងទីបំផុតបានដឹងខ្លួននៅក្នុងទំនាក់ទំនងមិនស្មើគ្នាអ្នកដែលរងរបួសច្រើនតែជាអ្នកដែលលះបង់ច្រើនជាងគេដោយអស់សង្ឃឹមគាត់បានបោះផ្កាដែលនៅក្នុងដៃចូលទៅក្នុងធុងសម្រាមក្នុងពេលជាមួយគ្នានេះខ្ញុំបានធ្វើការសម្រេចចិត្តដោយសម្ងាត់នៅក្នុងចិត្តនៅតាមផ្លូវទៅផ្ទះលោកលីវជេងក្លេបានផ្ញើសារមួយទៀតទៅកាន់មេងសេឈៀនទោះជាយ៉ាងណាក៏ដោយលើកនេះវាលែងជាពាក្យដែលបង្ហាញពីការព្រួយបារម្ភទៀតហើយគាត់បានវាអក្សរថាតោះយើងលែងលះគ្នាទាំងទឹកភ្នែកហូរចុះមកលើមុខរបស់គាត់ប៉ុន្តែនៅពេលចុងក្រោយនៃការចុចផ្ញើគាត់ស្ទាក់ស្ទើរមួយសន្ទុះប៉ុន្តែទីបំផុតគាត់ក៏ចុចបោះបង់តាលោកលីវជេងបានមកដល់ហើយឬនៅគាត់មិនបានហៅខ្ញុំមកវិញទេខ្ញុំបារម្ភបន្តិចអំពីលីវជេងជើងហោះហើរពីម្សិលមិញគួរតែមកដល់យូរហើយប្រសិនបើមិនមែនដោយសារមិត្តល្អបំផុតរបស់រួនលីសេងហៅមកទេប្រហែលជានាងជីឈៀននឹងមិនដឹងថាគាត់ធ្លាប់នៅទីនេះទេនៅពេលដែលនាងជីឈៀនបានរកឃើញធុងសម្រាមនៅពេលដែលផ្កានឹងកំណត់ចំណាំនៅខាងក្នុងវាយឺតពេលហើយជូនពរស្វាមីខ្ញុំឲ្យបញ្ចប់ការសិក្សាដោយជោគជ័យសូមស្វាគមន៍មកកាន់ផ្ទះរឿងនេះធ្វើឲ្យនាងជីឈៀនមានអារម្មណ៍ច្របូកច្របល់គាត់បានចាប់ផ្កាយ៉ាងលឿនហើយដេញតាមពួកវាប៉ុន្តែនៅពេលនោះរួនលីសេងបានឡើងយន្តហោះត្រឡប់ទៅប្រទេសរបស់គាត់វិញហើយគាត់បានរងចាំដោយអន្ទះសារចំពោះការមកដល់ទាន់ពេលវេលារបស់នាងជីឈៀនសូម្បីតែការហៅទូរស័ព្ទក៏ល្អដែរទោះជាយ៉ាងណាក៏ដោយអ្វីទាំងអស់នៅចំពោះមុខគាត់គឺគ្មានអ្វីក្រៅពីការបំផន់របស់គាត់ឡើយប៉ុន្មានថ្ងៃក្រោយមកនាងជីឈៀនក៏បានត្រឡប់ទៅប្រទេសចិនវិញដែររួនលីវជឿងបានចាត់វិធានការដើម្បីមកទទួលគាត់នៅអាកាសយានដ្ឋានអ្នកទាំងពីរបានជួបគ្នាប៉ុន្តែមិនមានបរិយាកាសរីករាយនៃការជួបជុំគ្នាឡើងវិញដែលរងចាំជាយូរមកហើយនោះទេរួនលីវជឿងលេងចិញ្ចៀននៅលើដៃរបស់គាត់ដោយឆ្កងអារម្មណ៍សុំទោសបានផុសឡើងក្នុងចិត្តរបស់នាងជីឈៀនគាត់បានលូកដៃទៅចាប់ដៃរបស់រួនលីវជឿងប៉ុន្តែរួនលីវជឿងបានរុញដៃរបស់គាត់ចេញយ៉ាងរឹងមាំតោះទៅការិយាល័យកិច្ចការស៊ីវិលដើម្បីពិនិត្យមើលនីតិវិធីលែងលះខ្ញុំបាននាំយកអ្វីគ្រប់យ៉ាងមកខ្ញុំក៏សង្ឃឹមដែរថានៅថ្ងៃអនាគតខ្ញុំនឹងជួបនរណាម្នាក់ដែលនឹងស្រឡាញ់ខ្ញុំដូចខ្ញុំស្រឡាញ់អ្នកដែរបន្ទាប់ពីត្រឡប់មកផ្ទះវិញនៅពេលដែលរួនវិសិងកំពុងវេចខ្ចប់របស់របររបស់គាត់នៅតែស្រមៃថានឹងជីហ្វៀននឹងអបគាត់ពីក្រោយហើយនិយាយអ្វីមួយដើម្បីបញ្ចុះបញ្ចូលគាត់ឲ្យនៅប៉ុន្តែទីបំផុតការស្រមើស្រមៃគឺគ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះនាងជីឈៀននៅតែអង្គុយនៅក្នុងបន្ទប់ទទួលភ្ញៀវដោយមិនរើឡើយគាត់គ្រាន់តែសម្លឹងមើលទៅរួនលីវិញដោយត្រជាក់ចិត្តនៅពេលដែលគាត់បើកទ្វារចេញទៅដូច្នេះហើយទំនាក់ទំនងមិនស្មើភាពគ្នានេះបានមកដល់ទីបញ្ចប់ដ៏ខុសខើមួយពេលវេលាហោះហើរយ៉ាងលឿន6ឆ្នាំក្រោយមកលោករួនលីសេងបានក្លាយជាគ្រូពេទ្យវះកាត់ដ៏ឆ្នើមម្នាក់គាត់បានមកដល់ទ្វីបអាហ្វ្រិកក្នុងដំណើរអាជីវកម្មជាលទ្ធផលពួកគេត្រូវបានវាយប្រហារនៅពាក់កណ្ដាលផ្លូវនៅទីនោះគាត់ក៏ត្រូវបានចាប់ជំរិតដោយមនុស្សអាក្រក់ផងដែរដោយដឹងពីគ្រោះថ្នាក់ជាមុនពួកគេបានទៅសង្គ្រោះគាត់ទោះបីជាមានហានិភ័យក៏ដោយអ្នកស្គាល់បុរសណាម្នាក់ដែលសុខចិត្តប្រថុយជីវិតដើម្បីស្ត្រីម្នាក់ទំនាក់ទំនងរបស់ពួកគេត្រូវតែមានរឿងជាមធ្យោបាយស៊ីវិលទោះបីជាគាត់បានជួយសង្គ្រោះនាងក៏ដោយក៏នាងគឺជាភរិយារបស់ខ្ញុំគឺនាងស៊ីឈៀនទោះជាយ៉ាងណាក៏ដោយរួនលីសេងនឹងមិនដឹងគុណចំពោះការពិតដែលថានាងស៊ីឈៀនដ៏អាក្រក់បាននាំគាត់ត្រឡប់ទៅមន្ទីរពេទ្យវិញសម្រាប់ការសម្រាប់ព្យាបាលនោះទេពីព្រោះលែងមានបន្ទប់ទេនៅក្នុងអន្តេវាសិកដ្ឋានទៀតហើយពួកគេគ្មានជំរឿអ្វីក្រៅពីដាក់គាត់នៅក្នុងបន្ទប់របស់ពួកគេជាបណ្ដោះអាសន្ននោះទេប៉ុន្តែគាត់បានហៅខ្លួនឯងប្រសិនបើគាត់ត្រូវការអ្វីមួយដោយមិននឹកស្មានដល់រួនលីសេងមិនមានព័ត៌មានទំនាក់ទំនងរបស់គាត់ទេខ្ញុំមិនមានលេខទូរស័ព្ទរបស់អ្នកទេលេខទូរស័ព្ទរបស់ខ្ញុំនៅដដែលខ្ញុំមិនបានបដូរវាទេហេតុអ្វីបានជាអ្នកលុបលេខទូរស័ព្ទរបស់ខ្ញុំតើវាត្រូវបានលុបចោលនៅពេលណាថ្ងៃនៃការលែងលះគ្នាដូច្នេះតើលេខទូរស័ព្ទរបស់អ្នកជាអ្វីចូលយើងរំលឹកឡើងវិញនៅពេលនោះចាំថាត្រូវបន្ថែម85មួយក្មេងស្រីនោះទើបតែទៅទ្វីបអាហ្វ្រិកក្នុងដំណើរអាជីវកម្មមួយដោយមិននឹកស្មានដល់នាងបានជួបអតីតស្វាមីរបស់នាងដែលនាងមិនបានតាក់ទងអស់រយៈពេលជាច្រើនឆ្នាំក្រោយពីទៅយកអតីតភរិយារបស់ខ្លួនហើយលោកសេឈៀនបានគិតគូរពីស្ថានភាពក្នុងស្រុកនៅទ្វីបអាហ្វ្រិកទុកឲ្យជំងឺមហារីកឈាមនៅក្នុងបន្ទប់របស់វាគាត់បានដេកលើឥដ្ឋនាងក៏ត្រូវបានគេប្រាប់ឲ្យងូតទឹកដើម្បីលាងសម្អាតភាពអស់កម្លាំងរបស់នាងផងដែរដោយមិននឹកស្មានដល់ខណៈពេលដែលនាងកំពុងរីករាយនឹងបទពិសោធន៍ពិសេសនៃបន្ទប់ទឹកបើកចំហទឹកបានឈប់ភ្លាមដោយមិនបានប្រមានទុកជាមុនរឿងនេះធ្វើឲ្យគាត់ដែលធ្លាប់ស្គាល់ជីវិតទីក្រុងធំមានអារម្មណ៍ថាវង្វេងទាំងស្រុងដោយគ្មានជំរឿផ្សេងទៀតគាត់អាចត្រឹមតែរុំរាងកាយរបស់គាត់យ៉ាងប្រញាប់ប្រញាល់ក្នុងកន្សែងងូតទឹកប៉ុណ្ណោះត្រឡប់ទៅបន្ទប់ស្នាក់នៅវិញខ្ញុំបានទូរស័ព្ទទៅមេងស៊ីឈៀនការចងចាំរបស់ខ្ញុំនៅតែល្អណាស់តើអ្នកចាំទេពេលខ្ញុំហៅអ្នកហើយទឹកឈប់ហូរពាក់កណ្ដាលផ្លូវពេលអ្នកងូតទឹកនេះជារបៀបដែលវាស្ដាប់ទៅបន្ទាប់មកស្លៀកសម្លៀកបំពាក់ខ្លះជាមុនសិនកុំប្រញាប់ខ្ញុំបានមករកអ្នកសម្ដែងគេយកតាមខ្លួនភ្លាមនោះបានបើកទៅច្រាំងទន្លេជាមួយនឹងស្ពនធរទុនគាត់បានប្រាប់រួនវិសិង
ខ្ញុំតែងតែមកទីនេះដើម្បីងូតទឹកនៅពេលដែលទឹកត្រូវបានកាត់ផ្ដាច់សូមឲ្យគាត់លាងដោយសន្តិភាពនៃចិត្តនិងមិនមានគ្រោះថ្នាក់ទេដរាបណាអ្នកមិនចូលទៅក្នុងកណ្ដាលទន្លេលេងស៊ីជៀនបែរក្នុងទៅរករួនលីសេងខ្ញុំតែងតែមានអារម្មណ៍មិនស្រួលដូច្នេះខ្ញុំបានចាប់ផ្ដើមជែកជាមួយគាត់អំពីប្រធានបទមួយចំនួនវិធីនេះយើងអាចដឹងជានិច្ចថាតើគាត់មានសុវត្ថិភាពឬអត់អ្នកទាំងពីរនាក់បាននិយាយគ្នាទៅវិញទៅមកពួកគេបាននិយាយអំពីជីវិតរបស់ពួកគេក្នុងរយៈពេលជាច្រើនឆ្នាំចាប់តាំងពីពួកគេបានបែកគ្នាប៉ុន្តែមិនយូរប៉ុន្មានទេភ្លាមនោះលេងស៊ីជៀនមិនអាចជាការឆ្លើយតបរបស់រួនលីសេងទេគាត់បែរមកយ៉ាងលឿនមានតែរួនលីវិញម្នាក់គត់ដែលនៅសល់ដែលលិចនៅក្នុងទឹកគាត់គិតថាគាត់លង់ទឹកស្លាប់លីងជីជៀនបានប្រញាប់ប្រញាល់ចូលទៅក្នុងទន្លេដោយប្រញាប់ប្រញាល់យ៉ាងខ្លាំងប្រញាប់យកវាមកដាក់ឲ្យលឿនមានរឿងអ្វីតើអ្នកសុខសប្បាយជាទេខ្ញុំកំពុងលាងសក់ការលាងសក់នោះមើលទៅដូចជាគាត់កំពុងលង់ទឹកដូច្នេះជាច្រើនឆ្នាំបានកន្លងផុតទៅលីងជីជៀននៅតែដែរទោះបីជាអ្នកខ្វល់ខ្វាយច្រើននៅក្នុងចិត្តក៏ដោយគាត់នៅតែធ្វើពុតជាប្រងើយកន្តើយនៅលើផ្ទៃបន្ទាប់ពីលេងស៊ីជៀនពាក់អាវធំឲ្យគាត់ហើយអ្នកទាំងពីរបានជួយគ្នាទៅវិញទៅមកពេលដើរទៅកាន់ច្រាំងនៅពេលដែលនាងជីជៀនកំពុងដើរជើងរបស់គាត់ស្រាប់តែរួនលីវជើងបានលេងដៃនាងដោយលេងសើចនាងជីជៀនស្រាប់តែធ្លាក់ចូលទៅក្នុងទឹកគាត់ត្រូវបានត្រាំដោយឆ្អឹងរួនលីវជឿជាងដែលមានចរិតរញ៉េញ៉ៃបានឆ្លៀតឱកាសនោះចាប់ផ្ដើមប្រយុទ្ធគ្នាក្នុងទឹកសូម្បីតែនាងជីជៀនដែលជាធម្មតាមិនចូលចិត្តធ្វើអ្វីទាំងអស់ក៏ធ្លាប់បណ្ដោយខ្លួនឲ្យនៅម្នាក់ឯងដែរអ្នកទាំងពីរបានលេងសើចនិងលេងសើចជាមួយគ្នារហូតដល់ផ្លូវត្រឡប់ទៅកន្លែងស្នាក់នៅរបស់ពួកគេប៉ុន្តែការជែកវែកញែកមួយបានកើតឡើងអំពីអ្នកណាគួរដេកលើឥដ្ឋចូលគេងមុនហើយទុកឲ្យខ្ញុំគេងតើអ្នកចូលចិត្តកន្លែងនេះខ្លាំងណាស់មែនទេតើអ្នកចង់គេងជាមួយខ្ញុំទេរឿងកំ pl ែងធម្មតារបស់នាងស៊ីជៀនរឿងនេះធ្វើឲ្យបរិយាកាសមានភាពឆ្កងបន្តិចភ្លាមរួនលីវជើងគ្មានជំរឿអ្វីក្រៅពីស្ដាប់បង្គាប់ទៅបន្ទប់របស់គាត់ដើម្បីគេងឡើយមិនយូរប៉ុន្មានទេដំណើរអាជីវកម្មរបស់រួនលីសេងនឹងចប់ដំបូងឡើយគាត់មានគម្រោងចាក់ចេញដោយស្ងាត់ខ្ញុំមិនចង់ឲ្យនាងស៊ីជៀនដឹងទេដោយមិននឹកស្មានដល់នាងជីជៀនបានមករកគាត់ទាំងយប់ទាំងថ្ងៃហេតុអ្វីបានជាអ្នកមានអ្វីខុសតើអ្នកមិនបានវះកាត់ពេញមួយយប់ទេតើបើកបរបានល្អទេគ្មានបញ្ហាទេមើលចុះអ្នកងុយគេងប៉ុណ្ណាអ្នកស្ទើរតែមិនអាចបើកភ្នែកបានទេសូមឲ្យលោកវិជ្ជបណ្ឌិតវូនាំខ្ញុំអ្នកបានមកគ្រប់ផ្លូវហើយតើខ្ញុំអាចមិនជូនអ្នកទៅលេងបានទេទុកចោលដោយគ្មានជំរឿផ្សេងទៀតរួនលីវជើងគ្មានជំរឿអ្វីក្រៅពីជំរុញឲ្យគាត់ចេញដំណើរនោះទេនៅតាមផ្លូវរួនលីវជើងបានកត់សម្គាល់ឃើញថាស្ថានភាពរបស់នាងជីជៀនពិតជាមិនប្រក្រតីមែនដូច្នេះខ្ញុំបានសម្រេចចិត្តបើកឡានដឹកគាត់ទៅមកហើយទុកឲ្យគាត់សម្រាប់មួយសន្ទុះបន្ទាប់ពីមកដល់ប្រលានយន្តហោះសម្លឹងមើលនាងជីជៀនដែលកំពុងដេកលក់រួនលីវជើងពោពេញដោយគំនិតជាច្រើនប្រហែលជានៅពេលនេះសេចក្តីស្រឡាញ់ដែលគាត់មានចំពោះបុរសម្នាក់នេះមិនទាន់រសាយបាត់នៅឡើយទេពេលពួកគេបែកគ្នាគ្មានអ្នកណាម្នាក់និយាយពាក្យលួងលោមគ្នាទៅវិញទៅមកឡើយពួកគេថែមទាំងបានប្រព្រឹត្តដោយចេតនាដូចជាពួកគេមិនចូលចិត្តមនុស្សម្នាក់ទៀតដែរវាហាក់ដូចជាការលែងលះគ្នានៅពេលនោះគឺជារឿងដ៏ឆ្លៀសវៃណាស់តើមានអ្នកណាផ្សេងទៀតមានអារម្មណ៍ដូចគ្នាទេនៅពេលដែលរួនលីសេងលូកដៃទៅយកវ៉ាលីសនោះឈៀនដែលរួចយ៉ាងខ្លាំងបន្ទាប់មកសាកលវិទ្យាធិការបានទៀតទេយើងបានជួបគ្នាម្ដងទៀតហើយមែនទេបន្ថែមវាមកវិញខ្ញុំមិនចាប់ការពីផ្លូវចិត្តដែលអ្នកបានបង្កើតឡើងយ៉ាងយកចិត្តទុកដាក់និងរលីបាត់ភ្លាមទោះជាយ៉ាងណាក៏ដោយលីងជីឈៀនមិនព្រមលេងវាទេដោយនិយាយថាជុតគេងទៅក្នុងការជួសជើងរបស់គាត់ជាមុនសិនដោយប្រើរបស់អ្នកមកបន្ទាប់ពីញ៉ាំអាហាររួចសាកលវិទ្យាធិការបានបើកឡានជូនលីងជីឈៀនទៅផ្ទះជាលទ្ធផលសាកលវិទ្យាធិការស្រាប់តែមិនអាចចាំអាសយដ្ឋានផ្ទះរបស់បានអះអាងផ្សេងមិនបានរំពឹងទុកនោះគឺនាងជីឈៀនបានចាត់តាំងតែភារកិច្ចឲ្យគាត់បញ្ចូលកំណត់ត្រាវិទ្យាសាស្ត្រប៉ុណ្ណោះរួនលីវជឿជាងធ្លាប់មានអារម្មណ៍ថានាងជីឈៀនកំពុងកំណត់គោលដែលលើគាត់ដោយចេតនាតាមពិតទៅនេះថ្ងៃនោះបន្ទាប់មករួនវីសេងត្រូវបានរុញចូលទៅក្នុងបន្ទប់វះកាត់យ៉ាងប្រញាប់ប្រញាល់គាត់មានអារម្មណ៍ភ័យក្នុងពេលវះកាត់ដែលខ្ញុំញ័រដោយមិនដឹងខ្លួនលីវសេងដឹងយ៉ាងច្បាស់ថាការនេះអាចបណ្ដាលឲ្យអ្នកជំងឺមិនគោរពផ្នែកខ្លះនៃរាងកាយរបស់ពួកគេពិតណាស់ក្នុងអំឡុងពេលនៃការពិនិត្យសុខភាពនៅថ្ងៃបន្ទាប់អ្នកជំងឺមិនអាចលើកដៃឆ្វេងរបស់គាត់បានយូរទេភ្លាមនោះបានលែងលះគ្នានៅពេលខ្ញុំមានអាយុ6ឆ្នាំហើយវាមានរយៈពេល6ឆ្នាំហើយកូនរបស់អ្នកមានអាយុ6ឆ្នាំលឿនម្ល៉េះលទ្ធផលនេះធ្វើឲ្យរួនលីសេងឆ្ងល់ថាបន្ទាប់មកខ្ញុំនឹកឃើញថាឥឡូវនេះខ្ញុំជាកូនសិស្សរបស់គាត់ដោយគ្មានជំរឿផ្សេងទៀតខ្ញុំត្រូវតែយល់ព្រមទើបតែទៅយកកូនពីសាលាម្ដាយនាងឆែងសម្លឹងមើលទៅរួនលីសេងដោយចេតនាព្រោះគាត់មានអារម្មណ៍ថាស្ត្រីនៅពីមុខគាត់មើលទៅសាមលោករួនលីសេងបានពន្យល់ថានេះជាកិច្ចប្រជុំលើកដំបូងរបស់ពួកគេនាងគិតថានាងមិនជឿវាតតែសោះខ្ញុំបន្តសម្លឹងមើលគាត់ពេលយើងដើរសំបីបានស្ដីបន្ទោសនាងយ៉ាងខ្លាំងរួនលីវជឿជាងស្ទើរតែយំអំឡុងពេលវិតម្លៃគាត់បានប្រញាប់ទៅមុខដើម្បីលួងលោមម្ដាយរបស់គាត់ប៉ាខ្ញុំធ្វើបាបខ្ញុំនៅពេលនេះនាងជីឈៀនក៏បានដឹងដែរថាគាត់មិនគួរខកខើចំពោះកូនប្រុសរបស់គាត់បែបនេះទេគាត់បានខឹងសម្បាយ៉ាងខ្លាំងព្រោះតែគាត់បានបង្ហាញចំណុចខ្សោយខាងក្នុងរបស់ខ្លួនដល់រួនវីសេងខ្ញុំចង់ដឹងថាអ្នកណាជាម្ដាយរបស់ក្មេងនោះពិតប្រាកដប៉ុន្តែនាងជីឈៀនហាក់ដូចជាមិនព្រមឆ្លើយគាត់នៅទីបញ្ចប់ខ្ញុំមិនបានសួរទេដល់ព្រឹកបន្ទាប់នាងចង់និយាយថានាងលែងចង់ទៅសាលាម្ដាយឲ្យទៀតហើយនាងជីឈៀនបានដឹងរឿងនេះបន្ទាប់ពីសួរកូនប្រុសរបស់គាត់វាបង្ហាញថាសាលាម្ដាយឲ្យកំពុងរៀបចំទិវាកីឡាឪពុកម្ដាយកូនឪពុកម្ដាយត្រូវបានតម្រូវឲ្យចូលរួមទោះបីជាលោកនាងជីឈៀនបានខិតខំប្រឹងប្រែងពន្យល់កូនប្រុសរបស់គាត់យ៉ាងណាក៏ដោយគេនាងនៅតែបដិសេធមិនទៅសាលារៀននាងជីឈៀនគ្មានជំរឿផ្សេងទៀតទេខ្ញុំគ្មានជំរឿអ្វីក្រៅពីយល់ព្រមតាមសំណើរបស់គាត់បន្ទាប់មកនាងបានយល់ព្រមទៅសាលាម្ដាយនាងជីឈៀនគិតវាម្ដងហើយម្ដងទៀតខ្ញុំមានអារម្មណ៍ថាមានតែរួនលីសេងទេដែលអាចជួយបានដូច្នេះគាត់បានចំណាយពេលពេញមួយថ្ងៃដើម្បីស្វែងរកឱកាសដើម្បីចូលទៅចិត្តរួនលីសេងប៉ុន្តែរួនលីសេងតែងតែមិនអើពើនឹងគាត់ដោយគ្មានជំរឿផ្សេងទៀតនាងជីឈៀនត្រូវរារាំងគាត់នៅក្នុងបន្ទប់ទឹកគាត់បានប្រាប់រួនលីសេងអំពីរឿងរ៉ាវទាំងមូលរួនលីវជើងមិនអាចទប់សំណើចបានបន្ទាប់ពីរឿងនេះអ្នកចង់ឲ្យខ្ញុំធ្វើពុតជាម្ដាយដែលបញ្ច្រាស់ទីមែនទេអូយ
នេះមិនអាចចាត់ទុកថាជាការក្លែងបន្លំបានទេលោកគ្រូមេងអ្នកគួរតែប្រាប់ខ្ញុំថាអតីតភរិយារបស់អ្នកបានធ្វើពុតជាម្ដាយរបស់កូនអ្នកដើម្បីចូលរួមក្នុងការប្រកួតកីឡាតែស្ត្រីម្នាក់សមរម្យទេនាងចង់ដឹងថាឪពុករបស់នាងមិនបានអញ្ជើញម្ដាយរបស់នាងទៅមើលការប្រកួតកីឡាទេបន្ទាប់មកពួកគេចាប់ផ្ដើមឆ្លោះប្រកែកគ្នាខ្លាំងលីងជីឈៀនចង់ទៅបន្ទប់ទឹកគាត់បានបណ្ដេញនាងសៀងចេញដោយអន្ទះសារបន្ទាប់មកគាត់បានបិទទ្វារដោយមិនព្រមទទួលយករឿងនេះនាងបានទៅមន្ទីរពេទ្យដោយសម្ងាត់ដើម្បីរកឃើញដុំសាច់ខ្ញុំចង់ឲ្យអ្នកទៅជាមួយខ្ញុំទៅមើលការប្រកួតកីឡាព្រោះអ្នកជាម្ដាយរបស់ខ្ញុំមិនអីទេខ្ញុំនឹងនាំអ្នកទៅផ្ទះមុនចូលយើងនិយាយអំពីវាពេលយើងទៅដល់ផ្ទះយល់ព្រមទេបើអ្នកមិនយល់ព្រមទេខ្ញុំនឹងមិនចាក់ចេញពីទីនេះទេរួនលីវជឿងបានឃើញក្មេងនោះរត់ពីចម្ងាយដើម្បីមកអង្អែលគាត់ខ្ញុំទ្រាំមិនព្រមបានទេដូច្នេះខ្ញុំក៏យល់ព្រមថ្ងៃបន្ទាប់ពេលកំពុងញ៉ាំអាហារថ្ងៃត្រង់ជាមួយមិត្តល្អបំផុតរបស់នាងរួនវីសិនបានដឹងដោយអចេតនាថាកូនប្រុសរបស់នាងឈីជៀនមិនមែនជាកូនបង្កើតរបស់គាត់ទេអ្នកបាននិយាយថាគាត់មិនមែនជាកូនបង្កើតរបស់គាត់ទេប៉ុន្តែអ្នកមិនដឹងទេតើគាត់មិនបានប្រាប់អ្នកទេវាបានបង្ហាញថានាងសៀងគឺជាកូនចិញ្ចឹមរបស់នាងជីឈៀនត្រូវបានគេបោះបង់ចោលនៅក្នុងច្រករបៀងមន្ទីរពេទ្យនៅពេលគាត់មានអាយុ3ខែដោយសារតែជំងឺខួរក្បាលការវះកាត់នេះត្រូវបានធ្វើឡើងដោយលោកនាងឈីឈៀនផ្ទាល់ព្រោះកូននៅក្មេងនៅឡើយការថែទាំក្រោយការវះកាត់ត្រូវបានទាមទារគាត់មិនបានទុកចិត្តអ្នកដទៃលើការងារនោះទេនោះហើយជាមូលហេតុដែលខ្ញុំបានយកគាត់មកចិញ្ចឹមដោយខ្លួនឯងរួនលីវជឺជាងពោពេញដោយអារម្មណ៍ចម្រុះបន្ទាប់ពីបានដឹងការពិតនៅថ្ងៃបន្ទាប់ក្រុមគ្រួសារដែលមានសមាជិក3នាក់បានចូលរួមយ៉ាងសប្បាយរីករាយក្នុងការប្រកួតកីឡាពុកតែកូនតាមរយៈការខិតខំប្រឹងប្រែងរបស់ពួកគេឈ្នះមេដាយដោយជោគជ័យគ្រាន់តែពួកគេឡើងលើឆាកដើម្បីទទួលពានរង្វាន់ទោះជាយ៉ាងណាក៏ដោយលោកលេនឈីជៀនបានក្រុងនឹងបង្ហាញថារួនលីសេងមិនមែនជាម្ដាយរបស់កុមារនោះទេដោយមិននឹកស្មានដល់រួនលីសេងបានឆក់យកមីក្រូហ្វូនចេញនាងបានណែនាំខ្លួននាងដោយសប្បុរសដល់មនុស្សគ្រប់គ្នាថាជាម្ដាយធំនៃសមាធិហើយសូមអរគុណដល់សាលាដែលបានរៀបចំការប្រកួតកីឡាឪពុកម្ដាយកូននេះអនុញ្ញាតឲ្យពួកគេមានពេលវេលាច្រើនដើម្បីចំណាយជាមួយកូនរបស់ពួកគេសុនទ្រកថាទទួលយករបស់លោកត្រូវបានស្វាគមន៍ដោយការទះដៃយ៉ាងសាទរនៅលើវេទិកាខ្ញុំប្រាថ្នាចង់ឲ្យឪពុកម្ដាយខ្ញុំថើបខ្ញុំប៉ុន្តែពេលពួកគេកំពុងថើបគ្នាមេដាយត្រូវបានទម្លាក់ដោយចៃដន្យស្ត្រីម្នាក់ដោះអាវនៅផ្ទះអតីតស្វាមីរបស់គាត់កំពុងសម្ងួតសម្លៀកបំពាក់ដោយមិននឹកស្មានដល់អតីតស្វាមីរបស់នាងបានវិលត្រឡប់មកវិញភ្លាមគាត់បានដាក់ម៉ាស៊ីនសម្ងួតសក់ចុះយ៉ាងលឿនហើយគ្រប់ខ្លួនដោយសម្លៀកបំពាក់របស់គាត់ខ្ញុំបានសួរគាត់ថាហេតុអ្វីបានជាគាត់ត្រឡប់មកវិញលឿនម្ល៉េះអ្នកមិនបានប្រាប់គាត់ឲ្យត្រឡប់មកវិញទេខ្ញុំគ្រាន់តែព្យាយាមបំភ័យមីងរបស់ខ្ញុំប៉ុណ្ណោះខ្ញុំមិនបានសុំឲ្យអ្នកត្រឡប់មកវិញឥឡូវនេះទេហេតុអ្វីបានជាអ្នកស្លៀកពាក់បែបនេះគាត់បានប្រោះថ្នាំលាបនោះលើខ្ញុំពេញខ្លួនលាងចានរយៈពេលកន្លះថ្ងៃអ្នកធំពេញវ័យហើយខ្ញុំបានវិចខ្ចប់សម្លៀកបំពាក់ច្រើនណាស់សម្រាប់អ្នកតើអ្នកមិនអាចរកមួយស្លៀកដើម្បីកុំឲ្យអ្នកកាត់ផ្ដាសាយបានទេឈៀនដែលត្រូវបានបដូរតាមបំណងបានត្រឡប់ទៅបន្ទប់របស់គាត់វិញហើយយកអាវមួយចេញគាត់បានបោះវាទៅឲ្យរួនលីសេងដោយចៃដន្យហើយប្រាប់គាត់ឲ្យពាក់វាឲ្យលឿនវាបង្ហាញថាចាប់តាំងពីការប្រកួតកីឡាឪពុកម្ដាយកូនលើកចុងក្រោយរួនលីវចិនលងស្នេហ៍អតីតស្វាមីរបស់នាងម្ដងទៀតប៉ុន្តែរួនលីសេងដឹងនៅក្នុងចិត្តថានាងមិនមែនជាម្ដាយបង្កើតរបស់កុមារនោះទេនាងគិតថានាងនឹងត្រូវប្រឈមមុខនឹងការពិតនេះមិនយូរមិនឆាប់ដូច្នេះគាត់បានណែនាំឈីជៀនឲ្យរកម្ដាយក្មេងឲ្យកូនឲ្យបានឆាប់រហ័សងាយស្រួលណាស់វាមិនមែនគ្រាន់តែជាការណាត់ជួបដោយងឹតតមកទេនេះជាសេរីភាពរបស់អ្នកមិនចាំបាច់ពិគ្រោះជាមួយខ្ញុំទេប្រសិនបើអ្នកត្រូវការរកវាសូមធ្វើវាឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីជៀសវាងកុំឲ្យកុមារខ្លាចជាមនុស្សសោកសៅនិងខូចចិត្តតាមពេលវេលាហើយចាក់ចេញយើងបានញ៉ាំអាហារនៅអាហារដ្ឋានមន្ទីរពេទ្យនៅថ្ងៃបន្ទាប់គីលានុបដ្ឋាយិកាថ្មីម្នាក់បានមកហើយបានចាប់ផ្ដើមការសន្ទនាជាមួយនាងជីឈៀនស្ដាប់ក្មេងស្រីតូចបន្តសរសើរនាងឈីឈៀនថាខ្ពស់សង្ហាមុខរបស់រួនលីវេងបង្ហាញពីទឹកមុខច្រណែនឃើញអ្នកទាំងពីរកំពុងជែកគ្នាយ៉ាងសប្បាយរីករាយនាងជីឈៀនថែមទាំងបានជួយគីលានុបដ្ឋាយិកាបើកគម្រប10ទៀតផងរួនវីសេងខឹងសម្បាយ៉ាងខ្លាំងគ្រាន់តែវិចខ្ចប់ចានហើយចេញទៅបន្ទាប់ពីចេញពីធ្វើការនាងជីឈៀនបានសុំឲ្យរួនលីវជឺជាងជួយលើកក្មេងរួនលីវជឿងបានយល់ព្រមភ្លាមហើយបានថ្លែងអំណរគុណគាត់យ៉ាងណាក៏ដោយនាងនឹងមករកខ្ញុំនាពេលអនាគតរួនវីសេងនិយាយដូច្នេះប៉ុន្តែខ្ញុំមានអារម្មណ៍មិនស្រួលនៅតាមផ្លូវត្រឡប់មកពីធ្វើការវិញរួនលីវជឿងចៃដន្យឲ្យបានឃើញនាងជីឈៀនជាមួយគីលានុបដ្ឋាយិកាពីពេលអាហារថ្ងៃត្រង់ដកដង្ហើមធំដោយកំហឹងប៉ុន្តែគាត់នៅតែនាំនាងឆែងទៅផ្ទះវិញការខ្ញុំនៅជាមួយនាងឆែងនាងជីឈៀនបាននិយាយថាគាត់នឹងត្រឡប់មកវិញនៅពេលក្រោយអនុញ្ញាតឲ្យរួនលីសេងលួងលោមនាងឲ្យគេងឲ្យបានឆាប់តាមដែលអាចធ្វើទៅបានវាហាក់ដូចជាការបរិច្ឆេទបានដំណើរការទៅយ៉ាងល្អអូសូមប្រញាប់ឡើងបន្ទាប់ពីដាក់ទូរស័ព្ទចុះរួនវីសេងនិងនាងឆែងគូជាមួយគ្នាពេលពួកគេកំពុងគូគំនូអ្នកទាំងពីរចាប់ផ្ដើមលេងជាមួយថ្នាំលាបជាលទ្ធផលរួនលីវជឿងបានលាបពណ៌ពេញខ្លួនហើយបន្ទាប់ពីធ្វើសមាធិរួចគាត់ក៏បានបោកសម្លៀកបំពាក់របស់គាត់ខ្ញុំមានគម្រោងប្រើម៉ាស៊ីនសម្ងួតសក់ដើម្បីសម្ងួតវាហើយនោះជារបៀបដែលឈុតឆាកនៅដើមដំបូងបានកើតឡើងរួនលីវជឿងបានស្លៀកពាក់ហើយរៀបចំខ្លួនត្រឡប់ទៅវិញតើអ្នកចេញទៅក្រៅស្លៀកពាក់បែបនេះទេមិនមែនដើម្បីរិះគន់អ្នកទេក្នុងនាមជាឪពុកម្នាក់តើអ្នកមិនអាចមានអារម្មណ៍ទទួលខុសត្រូវខ្លះទេតើអ្នកអាចចំណាយពេលច្រើនជាមួយកូនរបស់អ្នកបានទេអ្នកកំពុងនិយាយអំពីកុមារមកអង្គុយចុះហើយនិយាយគ្នាលោកលីនជីជៀនបាននិយាយថាលោករវល់ខ្លាំងណាស់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះខ្ញុំចង់សុំជំនួយពីរួនវីសេងដើម្បីជួយមើលថែកូនពីរបីថ្ងៃទៀតលោកលីវជេងគ្រាន់តែនិយាយថាលោកក៏រវល់ដែរនាងជីជៀនរវល់ពេកមិនអាចជួបគាត់បានទេដូច្នេះហើយបានជាបដិសេធពួកគេបាននិយាយថា3ថ្ងៃគឺគ្រប់គ្រាន់ដើម្បីកាត់បន្ថយពេលវេលាលីវសេងដោយមិនអាចទប់ទល់នឹងការអង្វរនិងការលួងលោមឥតឈប់ឈររបស់គាត់បានទីបំផុតក៏ចុះចាញ់ទីបំផុតនាងក៏យល់ព្រមបន្ទាប់មកពួកគេចាប់ផ្ដើមរិះគន់នាងឈីសៀនដោយប្រយោលលោកវិជ្ជបណ្ឌិតហួងមកពីផ្នែកវិទ្យាសាស្ត្រផ្ទៃក្នុងពិតជាល្អណាស់មែនទេវាពិតជាហ៊ូដ៏ល្អមែនផ្នែកវិទ្យាសាស្ត្រផ្ទៃក្នុងល្អណាស់ខ្ញុំចេញពីធ្វើការមុនម៉ោងហើយមិនចាំបាច់វះកាត់ទេទាន់ពេលតែជួយអ្នកអុយ
ខ្ញុំត្រូវប្រញាប់ហើយតាមពិតទៅអ្នកបានធ្វើសកម្មភាពយ៉ាងលឿនខ្ញុំទើបតែញ៉ាំអាហារថ្ងៃត្រង់ពួកគេត្រូវបានគេសន្មតថាទៅណាត់ជួបនៅយប់នោះប៉ុន្តែនាងជីឈៀនញឹមដោយក្រៀមក្រំហើយបដិសេធយ៉ាងដាច់អហង្ការគាត់បាននិយាយថាគាត់គ្រាន់តែមកទីនោះដើម្បីពិគ្រោះយោបល់ប៉ុណ្ណោះប្រាប់រួនវាវិញឲ្យឈប់និយាយមិនសមហេតុផលនិងគិតអ្វីមិនសមហេតុផលទៅខ្ញុំមានគំនិតព្រៃផ្សៃតើខ្ញុំមានហេតុផលអ្វីខ្លះដើម្បីគិតច្រើនពេកអំពីរឿងហេតុអ្វីបានជាអ្នកច្រណែនហេតុអ្វីបានជាខ្ញុំច្រណែនពេលនោះអ្នកចង់រត់គេចខ្លួនរួនលីវជឿងឃើញថាគាត់មិនបានស្លៀកសម្លៀកបំពាក់ខ្ញុំក៏ប្រញាប់លើកគាត់ឡើងហើយរៀបចំខ្លួនត្រឡប់ទៅបន្ទប់វិញគាត់ពិតជាចង់រត់ទៅត្រង់គ្រែរបស់នាងជីឈៀនពួកគេបាននិយាយថាពួកគេចង់គេងនៅទីនេះមិនថានាងសេជាប្រញាប់ប្រញ័រយ៉ាងណាក៏ដោយគាត់បានបដិសេធមិនព្រមចាក់ចេញនាងថែមទាំងអូសរួនវាចេញមកដេកជាមួយនាងទៀតផងវាគ្រាន់តែជាក្មេងដែលបង្កភាពចលាចលរួនលីវជឿងគ្មានជំរឿអ្វីក្រៅពីយល់ព្រមទៅជាមួយគាត់ឡើយប៉ុន្តែនាងនៅតែមិនពេញចិត្តនាងក៏បានទាញឪពុករបស់នាងទៅលើគ្រែដូច្នេះហើយអ្នកទាំងពីរបានបញ្ចុះបញ្ចូលនាងសៀងជាលទ្ធផលខ្ញុំអាចជាមួយគេងហើយភ្ញាក់ពីដំណេកនៅព្រឹកបន្ទាប់ដុំសាច់ក្នុងស្បូនបានភ្ញាក់ឡើងហើយមានការតូចចិត្តដែលនាងមិនបានប្រាប់ក្រុមគ្រួសាររបស់នាងថានាងមិនបានទៅផ្ទះវិញនៅយប់នោះដោយមិននឹកស្មានដល់នាងស៊ីឈៀនបាននិយាយថាគាត់បានទូរស័ព្ទទៅពួកគេរួចហើយបានពន្យល់ពីស្ថានភាពដោយការពិតអ្នកនិយាយថាខ្ញុំបានដេកនៅផ្ទះរបស់អ្នកកាលពីម្សិលមិញមែនទេបើមិនដូច្នោះទេលោកគ្រូនាងសូមលើកក្រោយតើអ្នកអាចរកវិធីដាស់ខ្ញុំឲ្យភ្ញាក់បានទេមិនអីទេលើកក្រោយគ្រាន់តែយឺតជាងនេះមិនអីទេវាមិនមែនជាបញ្ហានៃពេលវេលាបន្ទាប់ទេវានឹងមិនមានពេលវេលាបន្ទាប់ទៀតទេនេះជាលើកចុងក្រោយហើយបន្ទាប់មករួនលីសេងបានជិះឡានរបស់នាងស៊ីឈៀនទៅធ្វើការនៅមន្ទីរពេទ្យដើម្បីជៀសវាងការយល់ច្រឡំក្នុងចំណោមមិត្តរួមការងារអ្នកទាំងពីរថែមទាំងបានពិភាក្សាគ្នាថាមិនចុះពីឡានក្រុងជាមួយគ្នាទៀតផងជាលទ្ធផលរួនវីសេងត្រូវបានមិត្តរួមការងារស្រីម្នាក់ប្រទះឃើញដែលមានចិត្តលួចស្រឡាញ់នាងស៊ីឈៀនភ្លាមនៅពេលដែលគាត់ចុះពីឡានហេតុអ្វីបានជាអ្នកជិះឡានគ្រូរបស់អ្នកម្ដងទៀតអូខ្ញុំបានជួបលោកវិជ្ជបណ្ឌិតរួននៅលើផ្លូវតើយើងជួបគ្នានៅណាខ្ញុំបានយកវាទៅឲ្យគាត់នៅតាមផ្លូវស្ថានីយរថភ្លើងក្រំដីនៅច្រកចូលតើអ្នកទាំងពីរអាចយកស្រុកបានទេតើវានៅណាពិតប្រាកដគាត់មិនទាន់និយាយចប់ផងតោះទៅច្រកចូលរថភ្លើងក្រំដីដល់ពេលចេញពីធ្វើការហើយអ្នកទាំងពីរនឹងទៅជាមួយគ្នាដើម្បីទៅទទួលនាងបន្ទាប់ពីចេញពីសាលារៀនហើយនាំរួនលីវជឺជាងទៅផ្ទះរំពេចនោះខ្ញុំបានជួបសោះមុំពេលត្រឡប់មកពីទិញគ្រឿងទេសវិញលីងជីឈៀនបានជួបអតីតដំដាយក្មេករបស់គាត់ប្រញាប់ចុះពីឡានហើយស្វាគមន៍ពួកគេថានេះជាកូនប្រុសរបស់ខ្ញុំយេវាពិតជាអស្ចារ្យណាស់ដែលបានឃើញអតីតកូនប្រសាររបស់ខ្ញុំមានកូនប្រុសធំបែបនេះម៉ាក់មានការភ្ញាក់ផ្អើលបន្តិចគាត់អាយុប៉ុន្មានហើយអាយុ6ឆ្នាំការពិតដែលថាកូនប្រុសអាយុ6ឆ្នាំរបស់គាត់ធ្វើឲ្យអ្នកស្រីរួនមានការសង្ស័យមិនអាចជួយអ្វីបានក្រៅពីធ្វើឲ្យគាត់មានការសង្ស័យនោះទេទោះជាយ៉ាងណាក៏ដោយគាត់បាននាំពួកគេចូលទៅក្នុងផ្ទះយ៉ាងរហ័សគូស្វាមីភរិយាវ័យចំណាស់មួយគូនេះក៏បានអញ្ជើញអតីតកូនប្រសាររបស់ពួកគេយ៉ាងកក់ក្ដៅឲ្យមកទទួលទានអាហារពេលល្ងាចនៅផ្ទះរបស់ពួកគេផងដែរប៉ុន្តែរួនលីវចិនបាននិយាយថាគ្រូនាងមានរឿងត្រូវធ្វើនៅល្ងាចនោះហើយមិនគួររំខានគាត់ទេហេតុអ្វីបានជាអ្នកហៅពុករបស់អ្នកថាគ្រូជាធម្មតាម្ដាយរបស់កុមាររតីទៀតហើយប្តីរបស់ពួកគេថាកូស្វាមីហើយអ្វីដែលពួកគេកំពុងគិតបានធ្វើឲ្យមនុស្សពេញវ័យទាំង4នាក់និយាយមិនចេញមួយសន្ទុះគាត់រកពាក្យអ្វីមកពន្យល់មិនបានឃើញដូច្នេះលោករួនក៏ប្រញាប់ចាប់យកស្តេរ៉េអូហើយទៅលេងអុករួនលីវជឺជាងក៏បានទៅជាមួយម្ដាយរបស់គាត់ដើម្បីចម្អិនអាហារផងដែរលីងជីឈៀងបានមើលឈុតឆាកដ៏កក់ក្ដៅនេះលាតត្រដាងនៅចំពោះមុខគាត់ខ្ញុំពេញចិត្តខ្លាំងណាស់ខ្ញុំក៏សង្ឃឹមយ៉ាងមុតមមថាឈុតឆាកបែបនេះអាចកើតឡើងជារៀងរាល់ថ្ងៃប៉ុន្តែគាត់នៅតែរក្សាអាកប្បកិរិយាឆ្មើងឆ្មៃនោះដោយមិនព្រមទុំលុះរបាំងនោះបានយ៉ាងងាយស្រួលនោះទេក្រោមសម្ពាធពីឪពុកម្ដាយរបស់គាត់រួនលីសេងនៅទីបំផុតខ្ញុំបានចាប់ផ្ដើមដើរលើមេរៀននៃការណាត់ជួបដោយនៅតងល់